បាទថាមើលមួយនេះសាកសមបំផុតក្នុងការប្រើប្រាស់ជាមួយនឹងម៉ូទ័របឺតខ្យល់ដែលយើងប្រើតាមរោងមន់រោងជ្រូកកន្លែងបឺតខ្យល់ដូចរោងចក្រកន្លែងអីចឹងណាបាទវាស្រួលធ្វើដល់ថាប្រភេទនេះយើងប្រើជាប្រភេទ220 វ៉ុលក៏បាន24 វ៉ុលប្រភេទ AC DC ក៏បានហើយលើនេះគេបញ្ជាក់ឲ្យណាជើងមកវាត្រូវបាន5 អាំពែការកំណត់ម៉ោងក៏យើងអាចកំណត់ម៉ោងចាប់ពី1 second រហូតដល់100 ម៉ោងហើយអាចសេរីបានខាងលើនេះគឺមានកម្រិតរបស់វាបានទ្របដើម្បីកុំឲ្យខុសពីអ្វីយើងកំណត់ចឹងណាឥឡូវយើងបើកកម្រិតនឹងមកបាទនេះកម្រិតរបស់វាបងឃើញហើយកន្លែង A B C D ដល់ S នេះគេបញ្ជាក់ឲ្យបើសិនយើងកាត់យក clip A មានន័យថាយើងយកតាម10 second ហើយបើយកដល់ B គឺ100 second ហើយបើដល់ C អានេះគឺ10 នាទីអញ្ចឹងយើងអាចសេរីតាមនឹងបានហើយខាងលើនេះជាលេខរបស់វាយើងកំណត់យកជាលេខប្រមាណវិនាទីប្រមាណ second អីចឹងណាពូលរបស់វា on out នេះទៅហើយជើងមកវាភ្ជាប់ងាយទេសមារបស់គេនៅខាងនេះដែរគេបញ្ជាក់យើងថាលេខ1លេខ2លេខ3លេខ2មកលេខ1ជាជើង NC ហើយលេខ2មកលេខ3ជាជើង NO បាទខាងលើនេះជាជើងខំហើយវាយមកខាងលេខ1ជាជើង NC ពីលេខ2ហ្នឹងមកខាងលេខ3នេះជាជើង NO បាទហើយបូប៊ីនរបស់វាគឺប្រើលេខ1និងលេខ2អាហ្នឹងគឺ220បើសិនជាចង់ប្រើ24 វ៉ុលឬក៏ប្រភេទ DC AC អញ្ចឹងណាយើងប្រើលេខ3នេះលេខ3ជាមួយនឹងលេខ2បូប៊ីន2ហ្នឹងណាគេបញ្ជាក់យើងណែនេះបញ្ជាក់ឲ្យលេខ1 A1/A3 កន្លែងនេះគេដាក់ A2 និង A3 គឺ24 វ៉ុល AC DC អញ្ចឹងមានថាយើងប្រើបានទាំងភ្លើង AC និងភ្លើង DC ចំណុចហ្នឹងបាទការភ្ជាប់ជើងមកវាគឺមានប៉ុណ្ណឹងបងតែកាយអាចទៅខ្ញុំបានណាបាទអរគុណច្រើនបងប្អូនអ្នកគ្នា